បងប្អូនខ្ញុំទៅអ៊ំប្រុសដែលចាំមកចៅព្រីនេះលោកអ៊ំរៀបសួរបាទខ្ញុំពូឆៃក្មេងតូចហ៎បងបាទសុខសប្បាយដែរអ៊ំបាយគេផ្លោវវល់ល្ងាចកិច្ចតក្រទៅជិលហើយបាយទៀតបាយបាយទៅខ្ទេចឲ្យចេះសួរអត់ថាឲ្យអ៊ំអញ្ចឹងកើតខ្ញុំឃើញព័ត៌មានគេបាញ់ចូលខ្ញុំឃើញអ៊ំថតភ្លើងគេអ៊ំបហើយមើលអាកន្លែងវងមូលខ្ញុំជិះឡានទៅនេះគេបាញ់ចាំនៅនោះមែនអ៊ំតិចអស់ហើយចោលតិចដាច់ខ្លោអីអស់ជួយខ្ញុំឃើញអ៊ំឯងទៅថតបងកងតបហ្នឹងឃើញគាត់នៅព្យាបាលនៅចិត្តនោះទេអ៊ំណាជាបាលចូលលេខចុះហើយឥឡូវគាត់ទៅមកអ៊ំនេះឲ្យចូលលេខចុះហើយមានចំណៃ 2B នេះគួរថាឥឡូវវរៈបន្ថែមហ្នឹងអ៊ំអាចមកយកក្រៅបានអត់ចង់ផ្ញើទៅទៀតចំណៃវាបានណាធំឃើញអ៊ំបរហើយអាទូចិត្តងាប់ហើយក្មួយឯងមកអានេះដោះគោដោះគោចង់ងាប់បាត់ហើយនឹងអ៊ំបរហើយបងប្អូនឃើញទៅឥឡូវអញ្ចឹងឥឡូវហ្នឹងខ្វះទៅដោះគោទេដោះគោពួកនេះណាចាំមើលអ៊ំបាញ់ឲ្យព្រោះទឹកដោះគោបើយើងយកអាដោះគោកំប៉ុងដោះគោវិញមកបាក់លាយវាប្រអប់តែកូនក្មេងចោះឲ្យបឺតអាហ្នឹងគេហៅស្អីគេទេបាទចាំមើលខ្ញុំផុសមកគេមានបងប្អូនខ្ញុំគាត់ចង់ជួយអីទិញផ្ញើតាមខ្ញុំទៅទៀតឲ្យថាមានផ្ញើច្រើនតែទៅតាមផ្លូវកាត់ណាអត់មានផ្លូវចូលគេបិទណាអូតាមអីបាត់ដែរបិទអស់ហើយបាទអ៊ំទៅចេញចូលលោកក្រៅហ្នឹងគេបិទដល់ចេញចូលទេចប់បាត់ហើយបើបែកចេញចូលគេដល់ចេញចូលគេនៅក្នុងតែចេញទៅក្រៅអត់ឲ្យចេញអត់ឲ្យចូលបាទប៉ុន្តែតរត់ទៅបាននោះពីថ្ងៃទៅចាំមើលគេថាយប់នេះប្រជុំបញ្ចប់ប្រជុំមិនមើលលន់លឺជាងមុននេះអ៊ំជាងឥឡូវហ្នឹងដូចថាខ្ញុំមុន1000ដងពីដើមមិនមានដល់ឲ្យបែកដល់កន្លែងអ៊ំណាឥឡូវស្ទិចទីឃើញបាញ់ពីលើអ៊ំថតបរឲ្យមើលទៅចុយម៉ែខ្ញុំស្ដាយទៅបានតែពេលហ្នឹងមិនហ្នឹងហើយលើកមុនមានដល់ណាឃើញអ៊ំថតហោះទៅឲ្យភ្លើងឲ្យបាញ់ប្រភ្លឺចាច់ផ្លោមកអាហ្នឹងលឺប៉ុណ្ណឹងឲ្យចូលតម្រាំតែឥឡូវខ្ញុំងាប់ខ្នល់លេខ5លេខខ្ទេចឲ្យមិនឃើញព័ត៌មានទេប៉ោយប៉ៃទៅផ្លោចូលខ្ទេចខ្ទីឲ្យហ្នឹងខ្ញុំថតវីដេអូនេះអ៊ំនិយាយតែខ្ញុំផុសបានអត់ដល់យើងតែយើងសិតតែព័ត៌មានពិតគេផុសគេឃើញគ្រប់គ្នាអ៊ំណាចុះតែផុសគេឃើញអ៊ំផុសឲ្យទៅយករបស់អ៊ំផុសបន្តទៅនិយាយថែមទៅមិនអីបាទអ៊ំក៏នៅកន្លែងហ្នឹងគេប៉ោយប៉ៃទេឥឡូវកន្លែងខ្ញុំទៅជាមួយអ៊ំមិនយើងដាក់បន្ថែមទៅហើយខ្ញុំនេះយើងដាក់រូបចាស់ហ្នឹងយើងបញ្ចូលថែមទៅអញ្ចឹងឥឡូវចេះទៅបើអ៊ំនៅក្នុងអីហ្នឹងអាចចេញអ៊ំឯងអាចចេញមកបានចាំមានបងប្អូនណាគាត់សុំផេកសុំជួកូដអីជួយតាមអ៊ំទៅខ្ញុំដាក់លីងផេកអ៊ំឯងណាអ៊ំណាហ្នឹងហើយនេះទៅយើងយកអាចាស់ផុសតែក្មួយឯងរូបក្មួយឯងមកគេឃើញទៅថាគេមុនឥឡូវគេផ្លោងខ្ទេចហើយកន្លែងអ៊ំហ្នឹងផ្លោងចូលតិចទីរហូតដល់ប៉ោយប៉ែតងាប់ហើយតាចៅព្រីងតាចៅព្រីងក៏រត់សោះឥឡូវធំហ្នឹងខ្ញុំចាក់9មកជុលហើយអាខ្លាអូពួកនេះអស់បន្តិចហើយម្នាក់បន្តិចហើយទេនេះនឹងក្មួយឯងទៅវាចាប់ផ្ដើមឈឺរហូតឥឡូវជាវិញអស់ហើយចាក់ឃើញខ្ញុំបោហើយឥឡូវអាខ្លាជាហើយជិះតឡានខំតឡាំងខ្ញុំតិចហើយវាមានកម្លាំងវានោះមានកម្លាំងវាលពឹសបាទខំតែគ្នាថ្លង់ចង់ងាប់ឯងខំច្រកឡានឯនេះខំគ្នាហើយមួយថ្ងៃអ៊ំខ្ជិលល្វាយបាទឥឡូវពេលយាយវាចិត្ត100ហើយកាលក្មួយឯងមកទៅឥឡូវចិត្ត100ឃើញមានបារាំងអីមកនឹងកប៉ិះយកពីសមរភូមិមកពីខ្វាក់ត្រូវយកមកអស់ហើយបាទឥឡូវខ្ញុំផុសទៅឃើញមានគេសុំផេកអ៊ំសុំ QR code អ៊ំខ្ញុំដាក់ទៅទាំងអស់ហើយ QR code ផេកអ៊ំអីខ្ញុំមិនសិនឲ្យអ៊ំឯងហើយបាទផុសហើយឥឡូវបាទផ្ទុះមានគេសុំច្រើនខ្ញុំដាក់ឲ្យផេកអីគេឆាតទៅអ៊ំឯងហើយហ្នឹងហើយដាក់អាចាស់ហ្នឹងទៅថាកន្លែងខ្ញុំធ្លាប់ទៅជាមួយអ៊ំឥឡូវខ្ញុំរោទៅម្ដងទៀតឥឡូវអ៊ំថាគេផ្លោងខ្ទេចខ្ទីចូលលោះហើយហ្នឹងបាទអញ្ចឹងទៅបើកុំតែខ្ទេចផ្លូវខ្ញុំទៅទៀតហ្នឹងហើយតែយើងប្រាប់ទៅថាកុំខ្ទេចគេបាត់ផ្លូវខ្ញុំត្រូវទៅជាមួយអ៊ំទៀតឥឡូវអ៊ំនៅតែ2នាក់យាយតាស៊ូជាមួយសត្វអីចឹងគេដាក់ទៅបែកខ្ចាយទៀតហើយបាទអញ្ចឹងអរគុណច្រើនអ៊ំណាសុខសប្បាយបងប្អូនកន្លែងដែលខ្ញុំទៅហ្នឹងឥឡូវហ្នឹងដាច់ផ្លូវហើយគេបិទទៀតឯងផ្ទុះខ្លាំងជាងមុនខ្ញុំហ្នឹងក៏មិនអាចទៅបានដែរអញ្ចឹងមានតែផ្ញើទៅក៏ពិបាកដឹកទៀតធ្ងន់ណាស់អញ្ចឹងមានតែលុយគឺខ្ញុំផ្ញើទៅដែរហើយកន្លែងគាត់ហ្នឹងក៏មានជនភៀសសឹក30នាក់30គ្រួសារខ្ញុំថាទៅបាទគាត់ត្រូវការលុយដែរអញ្ចឹងបើបងប្អូនអាចចូលរួមបានចូលរួមតាមខ្ញុំក៏បានចូលរួមខ្ញុំដាក់ mention ដាក់ page អ៊ំផ្ញើទៅអ៊ំក៏បានតែខ្ញុំទៅអ៊ំតក៏បានបាទខ្ញុំជូនផ្សេងទៅអ៊ំទៅសัตว์ទិញដោះគោសัตว์ហើយនឹងឲ្យគាត់ទិញឲ្យហូបអានឹងជាទឹកចិត្តរបស់ខ្ញុំផ្ទាល់បងប្អូនមានបងប្អូនផ្សេងបងប្អូនកងទ័ពផ្សេងមានគេជួយច្រើនហើយអានេះខ្ញុំជួយដោយទឹកចិត្តដោយបេះដូងខ្ញុំតិចតួចផ្សេងអញ្ចឹងអរគុណច្រើនបងប្អូន